ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនដំបូងសម្រាប់ចែករំលែកដល់បងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលអត់ចេះសោះអញ្ចឹងដើម្បីរៀនភាសាកូរ៉េបងប្អូនត្រូវតែស្គាល់នៅស្រៈនិងព្យញ្ជនៈនៅក្នុងភាសាកូរ៉េបាទហើយថ្ងៃនេះផងដែរខ្ញុំលើកយកព្យញ្ជនៈហើយនិងស្រៈនៅក្នុងភាសាកូរ៉េដើម្បីមកចែករំលែកដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យចេះអានហើយនិងចេះសរសេរបាទហើយវីដេអូនេះយើងមកដល់រៀនស្រៈនៅក្នុងភាសាកូរ៉េម្ដងបងប្អូនអរគ្នាបាទហើយស្រៈនៅក្នុងភាសាកូរ៉េបូកចូលគ្នាទាំងអស់វាមានទៅដល់21ស្រៈបងប្អូនអរគ្នាហើយខ្ញុំបានឧទាហរណ៍ជាមួយនឹងព្យញ្ជនៈមុនហ្នឹងប្រហែលជាប្រមាណស្រៈដែរអញ្ចឹងឥឡូវយើងមកមើលស្រៈទាំងអស់បងប្អូនអរគ្នាបាទឥឡូវយើងមកមើលស្រៈទាំងអស់គ្នាបងប្អូនអរគ្នាយើងរៀនស្រៈហើយរបៀបសរសេរគឺពីលើចុះក្រោមពីឆ្វេងទៅស្ដាំដូចគ្នាបងប្អូនអរគ្នាបាទស្រៈដំបូងគេគឺស្រៈអាបាទស្រៈអាទាញពីលើចុះក្រោមហើយពីឆ្វេងទៅស្ដាំអញ្ចឹងបងប្អូនអរគ្នាស្រៈអាស្រៈយ៉ាដូចគ្នាបងប្អូនអរគ្នាស្រៈអស្រៈយ៉ទាញពីលើចុះក្រោមពីឆ្វេងទៅស្ដាំអញ្ចឹងដូចគ្នាបងប្អូនអរគ្នាស្រៈអូស្រៈយ៉ូស្រៈអ៊ូស្រៈយូស្រៈអ៊ឺស្រៈអ៊ីស្រៈវ៉ាស្រៈវស្រៈវេស្រៈវីស្រៈអេស្រៈវេស្រៈអ៊ឺយស្រៈវេបាទចំពោះស្រៈវេនេះគឺវាមានសំឡេងដូចគ្នាដល់ទៅ2បងប្អូនគ្នាហើយគឺជាស្រៈផ្សំដូចគ្នាទៀតបាទខាងនេះអានថាវេហើយខាងនេះក៏អានថាវេដែរបងប្អូនគ្នាប៉ុន្តែស្រៈវាខុសគ្នាបាទរបៀបសរសេរខុសគ្នាតែសំឡេងគឺដូចគ្នាតែម្ដងបាទហើយចំពោះស្រៈទាំងអស់ហ្នឹងបងប្អូនអាចបូកជាមួយអក្សរទៅនៅពេលដែលបូកទៅវានឹងចេញមកឧទាហរណ៍ថាខៀកអក្សរកនឹងកដាក់ស្រៈអាកា no នេះអឿននឹង no ដាក់ស្រៈអាណាបាទនៅពេលដែលបូកទៅចេញខ្យល់ខាណាថារ៉ាម៉ាសាផាអាឆាឆាថាផាហាបាទហើយចំពោះស្រៈផ្សេងបូកដូចគ្នាបងប្អូនអរគ្នាខ្យាខ្យខខូខូខឺខីប៉ុន្តែនៅពេលដែលបូកស្រៈវ៉ាគឺចេញខ្យល់ក្វាក្វាគួគួេគួេគួយអញ្ចឹងបងប្អូនអាចរៀនបូកដោយខ្លួនឯងទៅបូកដើម្បីឲ្យងាយឆាប់ចេះបងប្អូនអរគ្នាបើសិនបងប្អូនគ្រាន់តែរៀនអត់ងាយចេះទេអញ្ចឹងបូកដូចខ្ញុំបង្រៀនហ្នឹងទៅ
យកព្យញ្ជនៈទៅបូកនឹងស្រៈហើយរៀនអានបងប្អូនកុំខ្វល់ថាព្យញ្ជនៈឬក៏ពាក្យហ្នឹងវាមានន័យថាម៉េចតែសំខាន់បងប្អូនត្រូវតែចេះអានសិនបងប្អូនអរគ្នានៅពេលដែលបងប្អូនចេះអានហើយគឺរៀនពាក្យគឺវាងាយទៅតាមនឹងទៀតបងប្អូនអរគ្នាបាទហើយវីដេអូស្រៈហើយនឹងព្យញ្ជនៈថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាបងប្អូនឧស្សាហ៍យកទៅរំលឹកឡើងវិញដើម្បីឆាប់ចេះនៅក្នុងភាសាកូរ៉េបាទអរគុណបងប្អូនអរគ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគ្នាបាយបាយ